ចង់ជួយ SME អាចមានតែលើតុប្រជុំរាប់សិបដងចំណាយតែលុយរត់និងលទ្ធផលសូន្យនេះជាសារដ៏មុតស្រួចរបស់លោកស៊ូវីរៈអ្នកជំនួញដ៏ល្បីឈ្មោះនៅកម្ពុជាដែលបានបង្ហោះលើបណ្ដាញសង្គមនាពេលថ្មីខណៈការរីគុណអំពីនីតិវិធីស្មុគស្មាញសម្រាប់សហគ្រាសធុនតូចនិងមធ្យម SMEs កំពុងក្លាយជាប្រធានបទក្តៅលោកស៊ូវីរៈបានប្រាប់ News Today ថាបញ្ហាសំខាន់មិនមែនដោយសារតែកម្ពុជាខ្វះអ្នកចង់វិនិយោគនោះទេប៉ុន្តែមកពីរចនាសម្ព័ន្ធរដ្ឋបាលដែលមានក្រសួងនិងស្ថាប័នពាក់ព័ន្ធច្រើនពេកហើយគ្មានអ្នកណាទទួលខុសត្រូវច្បាស់លាស់ដល់មកគឺគ្រប់ក្រសួងនេះមិនសូវចង់ទទួលថាខ្លួនឯងជាអ្នកដោះបញ្ហានោះទេហើយអ្វីដែលជាបញ្ហានៅពេលដែលគាត់កកើតជាសិប្បកម្មឬរោងចក្រអីឡើងគ្រប់គ្នាគឺចាប់ផ្ដើមធ្វើជាអ្នកបោះមេមានអ្នកណាក៏ជាមេដែរអាចមានសិទ្ធិទៅសួរនាំឯកសារឬក៏អាចមានសិទ្ធិទៅបិទរោងចក្រទៀតអានេះជាបញ្ហា SME លោកស៊ូវីរៈយល់ថារដ្ឋាភិបាលគួរបង្កើតច្រកចេញចូលតែមួយដែលមានគណៈកម្មការចម្រុះពីគ្រប់ក្រសួងពាក់ព័ន្ធហើយឲ្យមានស្ថាប័នតែមួយដឹកនាំនិងមានសិទ្ធិសម្រេចចុងក្រោយលោកក៏បានស្នើឲ្យរដ្ឋពិចារណាបន្ធូរបន្ថយឬលើកលែងពន្ធសម្រាប់សហគ្រាសទៅបង្កើតក្នុងរយៈពេល1ឬ2ឆ្នាំដំបូងមិនមែនមានតែលោកស៊ូវីរៈប៉ុណ្ណោះទេដែលនិយាយអំពីឧបសគ្គទាំងនេះលោកលឹមហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ News Today ថាការជួយ SME មិនអាចធ្វើបានត្រឹមកាត់បន្ថយនីតិវិធីនោះទេប៉ុន្តែត្រូវធានាការប្រកួតប្រជែងដោយស្មារតីផងដែរលោកបានអំពាវនាវឲ្យរដ្ឋរឹតបន្តឹងការបង្ក្រាបការកិច្ចពន្ធលើទំនិញនាំចូលនិងបន្ធូរពន្ធលើវត្ថុធាតុដើមដើម្បីជួយអ្នកផលិតក្នុងស្រុកថ្មីកន្លងទៅម្ចាស់សិប្បកម្មសាប៊ូមួយបានរៀបរាប់ពីនីតិវិធីស្មុគស្មាញដែលត្រូវឆ្លងកាត់ក្រសួងរហូតទៅដល់9និងនាយកដ្ឋាន14ដើម្បីអាចដំណើរការបានលោកបានដេវីតអ្នកប្រឹក្សាគោលនយោបាយនិងយុទ្ធសាស្ត្រធុរកិច្ចបានប្រាប់ News Today ថាកម្ពុជាមិនខ្វះគោលនយោបាយទេប៉ុន្តែមកពីការអនុវត្តមិនស៊ីគ្នារវាងស្ថាប័នរដ្ឋលោកថាគណៈស្ថាប័នមួយលើកទឹកចិត្តឲ្យអាជីវកម្មចុះបញ្ជីស្ថាប័នផ្សេងទៀតអាចបង្កើនបន្ទុកពន្ធនិងនីតិវិធីរដ្ឋបាលដែលធ្វើឲ្យ SME មានអារម្មណ៍ថាការធ្វើអាជីវកម្មនៅតែពិបាកលោកបន្ថែមថា SME មិនត្រូវការគោលនយោបាយឬកិច្ចប្រជុំថែមទៀតទេប៉ុន្តែត្រូវការលទ្ធផលជាក់ស្ដែងឆ្លើយតបទៅនឹងការលើកឡើងរបស់វិស័យឯកជនលោកហេងសុគង្គអ្នកនាំពាក្យក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានទទួលស្គាល់ថាយន្តការចុះបញ្ជីសម្រាប់សិប្បកម្មនិង SME នៅតែស្មុគស្មាញដោយសារតែមានក្រសួងនិងស្ថាប័នច្រើនពាក់ព័ន្ធពិតប្រាកដមែនលោកបានបង្ហើបថារាជរដ្ឋាភិបាលកំពុងរៀបចំគម្រោងសាកល្បងមួយសម្រាប់សិប្បកម្មផលិតសាប៊ូតាមរយៈប្រព័ន្ធច្រកចេញចូលតែមួយដែលមានគោលដៅកាត់បន្ថយការចំណាយនិងអាចឲ្យម្ចាស់សិប្បកម្មទទួលការចុះបញ្ជីក្នុងរយៈពេលត្រឹម6ថ្ងៃប្រសិនបើជោគជ័យគម្រោងនេះនឹងត្រូវពង្រីកទៅកាន់ SME ផ្សេងទៀតគួរសម្គាល់ថាបរិយាកាសធុរកិច្ចនៅកម្ពុជាមិនមែនជាកង្វល់របស់អ្នកជំនួញក្នុងស្រុកប៉ុណ្ណោះទេទាំងធនាគារពិភពលោកនិងរបាយការណ៍វិនិយោគរបស់សហរដ្ឋអាមេរិកសុទ្ធតែធ្លាប់លើកឡើងពីឧបសគ្គដូចជាអំពើពុករលួយខ្វះកម្លាំងពលកម្មជំនាញហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតនិងភាពមិនច្បាស់លាស់ក្នុងនីតិវិធីរដ្ឋបាលដែលប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា